ម៉ែឲ្យយកតំណោតមកដោតចែកអ្នកចិត្តខាងរំលឹកអនុស្សាវរីយ៍មួយចំនួនខ្ញុំអត់តាន់ទេអត់ដែលដឹងថាគេដោតតំណោតអញ្ចឹងផងតំណងមែនតែនដូចវិលទៅចំនួនទួតអញ្ចឹងញ៉ាបានដងចាស់ធ្វើនំក្រូចហូបចាម៉ែនៅជាមួយឪពុកម្ដាយទាំងគេទាំងខ្ញុំមិនចាំតែពាក្យគាត់ចង់បានអីចង់ហូបអីអាងធ្វើឲ្យព្រោះចាស់អត់ងាយនិយាយចេញទេគាត់ខ្លាចថាកូនពិបាកឃើញការពីតូចចង់ហូបផ្អែមចង់ហូបនំម៉ែធ្វើនំឲ្យភ្លាមទោះបីជាគាត់អត់ចង់ហូបក៏ដោយដល់ពេលឥឡូវម៉ែចង់ហូបហើយនៅចាំយូរមិនបានម៉ែគាត់ថាខានពិសាយូរណាស់ហើយមានដងចាស់ចង់ធ្វើហូបខ្លួនឯងម្ដងខ្ញុំចេះធ្វើតិចតិចតែអត់សូវច្បាស់សួរម៉ែផងធ្វើខ្លួនឯងផងប្រើម្សៅតណើប8ខាំម្សៅខ្សាយ1ខាំកន្លះលាយចូលគ្នាច្បាច់នឹងទឹកខ្ទិះដូង500មីលីលីត្រក៏1ខាំខ្ទិះដូងនិងស្ករត្រូវកូរលើភ្លើងឲ្យរលាយចូលគ្នាទុកឲ្យរាងត្រជាក់បន្តិចចាំចាក់ចូលម្សៅហើយលាយជាមួយទឹកក្តៅអ៊ុន400មីលីលីត្រទៀតវែងឲ្យល្មួតចូលគ្នាទុកម្ល៉េះសិនយើងមកធ្វើស្នូលសណ្តែកកន្លះគីឡូស្ករកន្លះខាំដូងចាស់ប្រើតាមចំណង់ចំណូលចិត្តយើងចង់បានឈ្ងុយដាក់ច្រើនទៅឆ្ងាញ់ពីតូចឃើញស្នូលនំអញ្ចឹងដឹងតែហៀទឹកមាត់ហ្មងនំនៅក្តៅអត់ទាន់សូនបានឆ្លៀតមកញ៉ាំទឹកដោះគោសិនទឹកដោះគោសេនីជរលនេះជាផលិតផលដែលផលិតវេចខ្ចប់និងនាំចូលពីប្រទេសអូស្ត្រាលីមកកាន់ប្រទេសខ្មែរយើងផ្ទាល់តែម្ដងនៅក្នុងទឹកដោះគោសម្បូរវីតាមីនប្រូតេអ៊ីននិងកាល់ស្យូមច្រើនមែនទែនដែលបើកម្លាំងហើយជួយឲ្យយើងមានសុខភាពល្អកម្លាំងមាំមួនពិសេសជំនួយដល់ឆ្អឹងធ្វើឆ្អឹងយើងរឹងមាំហើយការពារជំងឺពុកឆ្អឹងពិសាបានទាំងចាស់ទាំងក្មេងរួមទាំងបងស្ត្រីមានផ្ទៃពោះឬក៏ទើបសម្រាលកូនហើយញ៉ាំកាន់តែល្អបានញ៉ាំមានថាមពលមានកម្លាំងព្រឹសហ្មងស្នូមុននឹងយកមកសូនច្បាច់ឲ្យល្មួតចូលគ្នាមុនសិនបានសូនទៅមូលល្អអត់ប្រេះម្សៅក៏ដូចគ្នាដែរច្បាច់ម្ដងទៀតសិនខ្ញុំអត់បានច្បាច់រៀងផុយឆ្ងល់រនឹកអត់ទាន់ឃើញផ្លេចទាំងលាយទុកយូរហើយដល់ពេលបានច្បាច់ម្ដងទៀតទៅបានស្មូតល្អខ្ចប់ស្នូលជាមួយម្សៅឲ្យជិតដាក់ឲ្យរាងសប៉ែតបន្តិចតប់ជាមួយនឹងល្ងខ្មៅសូននំតាមអារម្មណ៍មានតូចមានធំអាតូចយើងញ៉ាំមួយម៉ាត់អស់ដល់ពេលអាធំយើងញ៉ាំ2ម៉ាត់ទៅធ្វើអញ្ចឹងឲ្យសាច់នំយើងក្រហមល្អតែបន្ទាប់ទៀតយើងថែភ្លើងមុនល្មមពងនំក្រូចបើក្តៅខ្លាំងឡើងពងអត់សូវស្អាតទេតែបើភ្លើងមុនល្មមមើលទៅរលោងល្អនំធ្លាយម្សៅដំបងដល់បានច្បាច់សាថ្មីស្មានតែធ្វើខុសលីខុសតែដល់ពេលដឹងទៅធ្វើឲ្យដូចនំក្រូចធម្មតានំក្រូចរបស់ខ្ញុំជោគជ័យឲ្យម៉ែភ្លក់រសជាតិសិនបើសិនជាហូបអត់កើតអត់ចែកអ្នកចិត្តខាងទេតែម៉ែសរសើរថាឆ្ងាញ់តែឆ្ងាញ់មែនរសជាតិមកល្មមអត់ផ្អែមខ្លាំងពេកហើយក៏អត់ជប់ខ្លាញ់ខ្លាំងដែរម៉ែឲ្យយកតំណោតមកដោតចែកអ្នកចិត្តខាងរំលឹកអនុស្សាវរីយ៍មួយចំនួនខ្ញុំអត់តាន់ទេអត់ដែលដឹងថាគេដោតតំណោតអញ្ចឹងផងតំណងមែនតែនដូចវិលទៅចំនួនទួតអញ្ចឹងនំក្រូចស្នាដៃលើកដំបូងរបស់ខ្ញុំហើយអរគុណច្រើនបាយបាយជួបគ្នានៅវីដេអូក្រោយ We are the flowing rivers joining in harmony